នៅក្នុងសម័យនេះឋានៈឬក៏រ៉េងគឺជាអ្វីគ្រប់យ៉ាងសម្រាប់មនុស្សវាអាចកំណត់អំពីកម្រិតរបស់មនុស្សកម្លាំងប្រាជ្ញាគួបផ្សំជាមួយនឹងការងារផងដែរសួស្តីអ្នកគ្នាជួបជួយខ្ញុំបាទ PK តែថ្មីសម្រាប់រឿងនៅក្នុងថ្ងៃនេះយើងត្រឡប់ជួបគ្នាជាមួយនឹងរឿង Wall Ranker ដែលជារឿងប្រភេទ Manhwa ទាំងអស់គ្នាដោយសារតែខ្ញុំជាអ្នកចំណូលថ្មីចឹងបើសិនជាមានកំហុសខុសឆ្គងណាមួយនៅក្នុងវីដេអូនៃការសម្ដែងរបស់ខ្ញុំសូមអ្នកគ្នាអធិស្ឋានចំពោះការហៅឈ្មោះតួអង្គខុសដូចជាពាក្យសម្ដីមិនសមរម្យផងដែរកន្លែងគ្នាតាមខ្ញុំសម្រាប់ហើយមានការខុសចិត្តត្រង់ចំណុចណាមួយឬក៏មិនសមរម្យអីមួយអ្នកគ្នាអាច comment ជួយផ្ដល់យោបល់ក្នុងការស្ថាបនានៅខាងក្រោមវីដេអូបានអូខេមកតាមយូរយើងចូលមកដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងបានផ្ដើមឡើងនៅក្នុងភូមិតូរីដែលជាកន្លែងរបស់តួប្រុសរបស់យើងបានរស់នៅពេលនោះយើងបានឃើញក្មេងប្រុសម្នាក់ដែលគាត់កំពុងតែកាប់ឈើហើយគាត់មានឈ្មោះថាឡូអ៊ីគាត់នេះហើយគឺជាតួប្រុសនៅក្នុងរឿងរបស់យើងនឹងឯងព្រាមនោះមានលោកពូម្នាក់បានផ្សាយប្រាប់ទៅកាន់ឡូអ៊ីថាឲ្យលើកក្រោយមកជួយការងាររបស់គាត់ផងហើយឡូអ៊ីដែលជាតួប្រុសរបស់យើងក៏បានយកគ្រោមនឹងគាត់ដែរប៉ុន្តែព្រាមនោះក៏មានក្មេងស្រីម្នាក់បានហក់មកធាក់គាត់មួយជើងឲ្យបានកាប់មុខស៊ីដីហើយស្អែកប្រាប់គាត់ថាគប់ឈប់ប្រើឡូអ៊ីឲ្យធ្វើអ្វីគ្រប់យ៉ាងដែលគាត់ចង់បានទៀតទៅហើយក្មេងស្រីម្នាក់នោះគាត់ឈ្មោះថាលូណាហើយលូណាក៏បានហក់មកគួតកៅអៅរបស់តួប្រុសរបស់យើងតែម្ដងហើយប្រាប់គាត់ថាលើក្រោយកុំឈោស្ងៀមឲ្យគេប្រើដូចជាឧបករណ៍អញ្ចឹងអីគឺត្រូវចេះបដិសេធជាមួយនឹងការសុំរបស់គេផងហើយព្រាមនោះយូណាក៏បានផ្លាស់ប្ដូរទឹកមុខឡើង180ដឺក្រេតែម្ដងហើយគាត់បានរវល់តួប្រុសរបស់យើងទៅកៅភូមិជាមួយនឹងគាត់ដោយគាត់បានរកឃើញរបស់អ្វីយ៉ាងដែលអ្នកភូមិនៅទីនេះគឺមិនដឹងនោះទេព្រាមនោះក៏មានលោកយាយម្នាក់ជាមហាខប់ពួកគេមិនឲ្យចេញទៅក្រៅនោះទេដោយរំលឹកពីច្បាប់នៅក្នុងភូមិថាគឺមិនឲ្យចេញនៅខាងក្រៅបានទេលូណាក៏ចង់ប្រកែកជាមួយនឹងលោកយាយផងដែរប៉ុន្តែត្រូវបានលោកយាយហាមឃាត់ព្រមទាំងហាមមនុស្សពីរនាក់ដើម្បីមកចាប់លូណាទៅផ្ទះវិញផងដែរព្រមពេចនោះក៏មានពូម៉ាប់ពីអាវខៀវម្នាក់បានមកសុំឲ្យតួប្រុសរបស់យើងជួយទៅដងទឹកឲ្យគាត់ផងដែរហើយតួប្រុសរបស់យើងក៏បានយកព្រមទៀតនិយាយទៅតួប្រុសរបស់យើងគឺចិត្តល្អហ្មងពូម៉ាប់នោះក៏បាននិយាយទៅកាន់សូអ៊ីថាបើសិនជាស្អែកចង់សម្បាក់នៅពេលនេះគឺមិនអីទេតែឯងមានអ្វីត្រូវតែធ្វើមែនទេប៉ុន្តែតួប្រុសរបស់យើងប្រាប់គាត់វិញថាខ្លួនមិនមានអ្វីធ្វើនោះទេចាំខ្លួនគឺជាអ្នកទៅដងទឹកជូនលោកពូពេលនោះសាច់រឿងក៏បានសម័យអំពីអតីតកាលរបស់ឡូអ៊ីឲ្យយើងបានមកឃើញបន្តិចផងដែរនៅពេលដែលឪពុកម្ដាយរបស់ឡូអ៊ីបានស្លាប់ទៅឡូអ៊ីគឺនៅរស់នៅតែម្នាក់ឯងប៉ុណ្ណោះប៉ុន្តែមានតែអ្នកភូមិនេះឯងដែលបានមើលថែគាត់ដូចជាគ្រួសាររបស់ខ្លួនអញ្ចឹងពួកគេបានមើលមកគាត់ដូចជាសមាជិកគ្រួសាររបស់ខ្លួនមួយរូបដែរដូច្នេះហើយដែលធ្វើឲ្យឡូអ៊ីគាត់មានអារម្មណ៍ថាគាត់មិននៅម្នាក់ឯងនោះទេគាត់ពិតជាស្រឡាញ់អ្នកភូមិនេះណាស់ពួកគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសងគុណទៅកាន់អ្នកភូមិទាំងអស់នេះតួប្រុសរបស់យើងក៏បានបន្ថែមទៀតផងដែរថាអ្នកភូមិគឺពិតជាសំខាន់ណាស់សម្រាប់គាត់ក៏លេចមកមើលលូណាវិញគឺត្រូវបានលោកយាយចាប់ដាក់ទ្រង់រស័យបាត់ទៅហើយក៏កំពុងតែតវ៉ាជាមួយលោកយាយរបស់ខ្លួនឲ្យដោះលែងខ្លួនផងដែរប៉ុន្តែលោកយាយមិនព្រមលូណាក៏បានសួរទៅកាន់លោកយាយផងដែរហេតុអ្វីយើងមិនអាចជិះទៅខាងក្រៅភូមិបានលូណាបានបន្តទៅកាន់លោកយាយថាហើយពិភពលោកខាងក្រៅពិតជាធំណាស់ហេតុអ្វីពួកយើងត្រូវតែជាប់នៅទីនេះទៅក៏ព្រោះតែពួកយើងគឺជាមនុស្សដែលត្រូវបានគេហាមឃាត់នឹងឯងត្រូវបានគេហាមឃាត់តើពួកយើងត្រូវបានហាមឃាត់ដោយនរណាឯងមិនចាំបាច់ដឹងទេនៅពេលនេះហើយពេលវេលានឹងប្រាប់ចម្លើយដែលឯងចង់ដឹងដោយខ្លួនឯងសាច់រឿងក៏កាត់មកកន្លែងតួប្រុសយើងដែលកំពុងតែដងទឹកឲ្យលោកពូម៉ាប់វិញហើយព្រាមនោះស្រាប់តែយូណាបានយកទៅថ្មម្ដុំគប់ក្បាលតួប្រុសរបស់យើងតែម្ដងព្រមទាំងបានធ្វើសញ្ញាកុំឲ្យតួប្រុសរបស់យើងមាត់លឺទៀតផងឡូអ៊ីក៏បានសួរទៅកាន់យូណាថាតើនាងបានលួចចេញមកក្រៅទៀតហើយមែនទេលូអ៊ីបានតបទៅកាន់តួប្រុសវិញថាបន្ទាប់ពីត្រូវបានគេចាប់ច្រើនដងមកការលួចចេញមកក្រៅគឺពិតជាងាយស្រួលខ្លាំងណាស់យូណាបានបន្តថាពួកយើងកុំខ្វល់ពីវាអីតោះយើងចាប់ទៅហើយសាច់រឿងក៏កាន់មកដល់កន្លែងមុខកន្លែងភ្នំមួយលូអ៊ីបាននិយាយទៅកាន់យូណាថាបើសិនជាយើងលួចចេញក្រៅម្ដងទៀតលោកយាយច្បាស់ជាដាក់ទោសយើងមិនខានយូណាបានតបវិញថាយើងគ្រាន់តែលួចចេញបន្តិចនោះទេវាមិនអីនោះទេខ្ញុំមានអ្វីមួយដែលចង់ឲ្យឯងមើលហើយតួប្រុសរបស់យើងក៏ដើរចូលព្រៃមកតាមលូណាហើយរបស់ដែលយូណាចង់បង្ហាញមកកាន់តួប្រុសរបស់យើងនោះគឺជាពិភពលោកខាងក្រៅនោះឯងដែលវាមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែនដែលធ្វើឲ្យតួប្រុសរបស់យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងយូណាបាននិយាយទៅកាន់តួប្រុសថាតែឯងមានដឹងពីច្បាប់នៃពិភពលោកខាងក្រៅដែរទេដែលធ្វើឲ្យតួប្រុសរបស់យើងភ្ញាក់ផ្អើលម្ដងទៀតហើយបានសួរទៅកាន់យូណាវិញថាច្បាប់តែច្បាប់នោះគឺជាអ្វីយូណាបាននិយាយទៅកាន់តួប្រុសរបស់យើងវិញថាតាមរយៈសភៅដែលខ្ញុំបានដោយសម្ងាត់ពីអ្នកជំនួញគឺពិភពលោកខាងក្រៅមានប្រព័ន្ធមួយដែលពួកគេហៅថាគឺជា ranking អ្នកសងព្រេងអ្នកនាំសបត់ដុកទ័រនិងអ្នកលេងតន្ត្រីពួកគេទាំងអស់សុទ្ធតែមានឋានៈហើយត្រូវបានគេហៅថាគឺជា ranker សូម្បីតែអាវុធអាហារកម្លាំងទ្រព្យសម្បត្តិអ្វីគ្រប់យ៉ាងនៅក្នុងពិភពលោកនេះគឺមានឋានៈហើយពួកគេតែងតែចូលចិត្តយកពួកវាយកមកប្រៀបធៀបគ្នាឡូអ៊ីបាននិយាយទៅកាន់យូណាថាតើពិភពលោកខាងក្រៅមានច្បាប់ដូចក្នុងភូមិរបស់យើងដែរប៉ិតមែនហើយវាមានច្បាប់
ច្បាប់ដោយនៅក្នុងភូមិរបស់យើងដែរគ្រាន់តែវាខុសគ្នាឯស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍អត់យូណាបាននិយាយថាខ្លួនក៏ចង់មានឋានៈជាអ្នកសងព្រេងផងដែរធ្វើដំណើរនិងប្រកួតប្រជែងជាមួយនឹងអ្នកនៅជុំវិញពិភពលោកហើយសង្ឃថាថ្ងៃណាមួយយើងនឹងទទួលបានការគោរពនិងខ្លាចជាមនុស្សដ៏អស្ចារ្យនៅលើពិភពលោកលូអ៊ីបានតបទៅវិញថាប៉ុន្តែពួកយើងមិនត្រូវបានអនុញ្ញាតឲ្យចេញពីភូមិផងហ្នឹងដែលធ្វើឲ្យយូណាខឹងឡើងប្រកាច់ប្រកិនតែម្ដងហើយនាងបាននិយាយកាន់លូអ៊ីថាកង្វល់អំពីវាអីគឺខ្ញុំបានរៀបចំផែនការក្នុងការទៅរួចរាល់ទៅហើយតើលូអ៊ីឯងចង់ទៅជាមួយនឹងយើងដែរទេតោះចាប់ផ្ដើមដំណើរសងព្រេងទាំងអស់គ្នាលូអ៊ីឯងត្រូវតែទៅជាមួយនឹងខ្ញុំតែឯងនៅចាំទេការពីអាយុ5ឆ្នាំមានសត្វតន្ត្រីមួយបានវាយប្រហារយើងហើយឯងបានជួយយើងឯងពិតជាមើលទៅក្លាហានមែនតើជាមួយនឹងសកម្មភាពមួយនោះខ្ញុំដឹងថាបើសិនជាឯងចេញទៅក្រៅហើយឯងដាក់ចិត្តដាក់កាយក្នុងការវឹកហាត់នោះឯងនឹងក្លាយជាមនុស្សដែលខ្លាំងជាងនរណាទាំងអស់យូណាបានហុចដៃទៅកាន់លូអ៊ីហើយនិយាយថាឯងនឹងមានអនាគតរីឆ្វាងបើសិនជាឯងចេញទៅខាងក្រៅភូមិដូច្នេះហើយសូមឯងទៅរកនៅពិភពលោកខាងក្រៅជាមួយនឹងខ្ញុំយើងឃើញថាយូណាគាត់ពិតជាសប្បាយអរមែនតើដល់ថ្នាក់លោកកញ្ឆេងពីនឹងតែម្ដងលូអ៊ីបានតបទៅកាន់យូណាវិញថាអរគុណប៉ុន្តែខ្ញុំពិតជាស្រឡាញ់អ្នកភូមិនេះណាស់ខ្ញុំមិនអាចចាក់ចេញពីភូមិបានទេនិយាយមិនទាន់ចប់ស្រួលវល់ហងយូណាក៏ដាក់ក្បាលលូអ៊ីមួយដំបងតែម្ដងពេលនោះយូណាបានខឹងទួប្រុសរបស់យើងជាខ្លាំងហើយក៏បានដើរចេញទៅព្រមទាំងនិយាយថាឲ្យឯងនឹងជាប់នៅភូមិនេះរហូតទៅយើងមិនខ្វល់ពីឯងទេហើយយូណាក៏បានដើរទៅវិញទាំងងខ្ទើតែម្ដងហើយលូអ៊ីក៏បានស្រែកពីចម្ងាយថាឲ្យលូណានាងថែខ្លួនផងពេលនោះទួប្រុសរបស់យើងក៏គិតតែម្នាក់ឯងថាលូណាពិតជាចាក់ចេញពីភូមិមែនទេខ្ញុំមិនដែលធ្លាប់គិតអំពីបញ្ហានេះពីមុននោះទេហើយទួប្រុសរបស់យើងក៏បានអង្គុយមើលទេសភាពនៅទីនោះរហូតដល់ថ្ងៃលិចអំឡុងពេលនោះគាត់រៀននឹងត្រឡប់ទៅភូមិវិញទៅហើយប៉ុន្តែគាត់ស្រាប់តែបានឃើញអ្វីម្យ៉ាងកំពុងអណ្ដែតទៅលើអាកាសយ៉ាងធំវាគឺជាកោះមួយដែលមើលទៅពិតជាអស្ចារ្យមែនទែនគាត់ពិតជាឆ្ងល់ណាស់តើនោះគឺជាអ្វីតែព្រាមៗនោះកោះដ៏ធំនោះស្រាប់តែបញ្ចេញពន្លឺពណ៌ខៀវយ៉ាងចាំងហើយបាញ់មកកាន់សម្ដៅកន្លែងនៅក្បែរគាត់នោះដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងព្រាមៗនោះគាត់បានកាត់អ្វីម្យ៉ាងហើយក៏បញ្ញាប់រត់យ៉ាងលឿនទៅកាប់ទៅភូមិវិញដោយសង្កឹមថាគឺមិនមានអ្វីកើតឡើងចំពោះភូមិរបស់គាត់នោះទេនៅពេលដែលគាត់បានមកដល់ភូមិរឿងដែលតក់សុតមួយបានកើតឡើងព្រោះតែភូមិរបស់គាត់គឺបាត់ទាំងស្រុងម្ដងពេលនោះគាត់បានព្យាយាមហៅយូណានិងលោកយាយនិងអ្នកភូមិផ្សេងទៀតផងដែរប៉ុន្តែគឺមិនមានអ្នកណាឆ្លើយតបនោះទេពេលនោះគាត់បានសម័យអំពីទឹកមុខរបស់យូណានិងអ្នកភូមិដែលមានការស្រឡាញ់ចំពោះគាត់យ៉ាងខ្លាំងគាត់បានស្រែកយំយ៉ាងខ្លាំងនៅទីនោះពេលនោះគាត់បានស្រែកយំជាខ្លាំងហើយបានស្រែកសួរទៅខាងខ្លួនឯងថាតើមានរឿងអ្វីកើតឡើងនៅទីនេះខ្ញុំមកយឺតហើយមែនទេខ្ញុំបានត្រឹមតែឈរមើលពីចម្ងាយតែប៉ុណ្ណោះឯងពេលនោះមានបរិសម្នាក់បានចុះទៅលើភ្នំមកដោយសួរទៅកាន់លូអ៊ីថាឯងគឺជាអ្នករស់នៅភូមិតូរីមែនទេហើយទូប្រុសរបស់យើងក៏បានឆ្លើយតបទៅកាន់គាត់វិញថាតែពិតមែនហើយគាត់ក៏ថាកំភៃអីកោះដ៏ធំនោះវាបានទៅបាត់ទៅហើយតែធ្វើឲ្យទូប្រុសរបស់យើងមានការភ្ញាក់ផ្អើលហើយក៏ស្វែងសួរទៅគាត់ថាកោះតើកោះនោះគឺជាអ្វីមុនពេលដែលឯងដឹងអំពីរឿងនេះឯងប្រាប់យើងមកតើមានរឿងអ្វីកើតឡើងចំពោះភូមិហើយអ្នកភូមិមិនម៉ាត់តណែអស់តើមានរឿងអ្វីកើតឡើងព្រាមនោះបរិយានោះក៏ចាប់ទាញទូប្រុសរបស់យើងឲ្យមកចិត្តគាត់ហើយទូប្រុសរបស់យើងក៏បានស្រែកយំព្រមទាំងស្វែងទៅកាន់គាត់ថាតើវាគឺជាអ្វីហើយបរិយានោះក៏បានប្រាប់ឲ្យគាត់បំភ្លេចអំពីអ្នកភូមិនឹងទៅហើយធ្វើដំណើរទៅកាន់កន្លែងដែលបានសរសេរទុកក្នុងកន្ទះនោះឯងនឹងរស់បានស្រួលប៉ុន្តែទូប្រុសរបស់យើងក៏បានទាញខោអាវរបស់លោកអ៊ំម្នាក់នោះមកជៀកគាត់ព្រមទាំងស្រែកឲ្យគាត់ឆ្លើយនឹងចំនួនរបស់ខ្លួនព្រាមនោះបរិយាម្នាក់នោះក៏បានស្រែកទៅកាន់ទូប្រុសយើងទាំងកំហុកវិញថាឯងមើលអំពីបញ្ហានេះទៅភូមិទាំងមូលត្រូវបានបាត់មួយបំភ្លេចគឺមិនមែនជាបញ្ហាសម្រាប់ក្មេងដូចឯងមកពាក់ព័ន្ធនោះទេដែលធ្វើឲ្យទូប្រុសរបស់យើងកៀងជាខ្លាំងហើយរបស់ម្នាក់នោះក៏បានដើរចេញព្រមទាំងប្រាប់ឲ្យទូប្រុសរបស់យើងបំភ្លេចពីអតីតកាលរបស់ខ្លួនហើយប្រាប់គាត់ថានេះគឺជាអ្វីដែលឯងអាចធ្វើបានអូខេគ្នាយើងនៅក្នុងថ្ងៃនេះតែរឿងរបស់យើងគឺមានតែប៉ុណ្្នឹងបាទអ្នកគ្នាចង់ដឹងថាតើភូមិនោះបាត់បានទៅណាតើអ្នកណាគឺជាអ្នកបំផ្លាញភូមិមួយនឹងហើយតើទូប្រុសរបស់យើងទៅសងសឹកដែរទេតើបរិសម្នាក់នេះដែលកំពុងនិយាយជាមួយនឹងទូប្រុសរបស់យើងគឺជានរណាវាចម្ងល់ច្រើនមែនទែនសម្រាប់ខ្ញុំហើយនិងអ្នកទាំងគ្នាដោយសារតែខ្ញុំក៏ទៅតែមើលរឿងលើកទី1ដូចគ្នាបើសិនអ្នកចង់ដឹងថាតើទូប្រុសរបស់យើងអាចវិវត្តខ្លួនឬទៅសងសឹកជូនអ្នកភូមិរបស់ខ្លួនបានទេយើងមានតែតាមដាននៅភាគក្រោយៗទាំងអស់គ្នាបើសិនជាមានកំហុសខុសឆ្គងកន្លែងណាមួយសូមអ្នកគ្នាអធិស្ឋានតែបើអ្នកពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like and subscribe ដើម្បីទទួលបានភាគថ្មីៗពីខ្ញុំបានភាពបន្តទៀតអូខេបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា